មកបងប្អូនដល់គ្នាតើបងប្អូនណាខ្លះដែលអត់ទាន់ច្បាស់តកតងទៅនឹងការគុណសញ្ញាហើយនៅពេលដែលគុណទៅចេះតែខុសអញ្ចឹងបងប្អូនអាចតាមដានវីដេអូហ្នឹងពីដើមរហូតដល់ចប់បានបាទជំរាបសួរបងប្អូនដល់គ្នានៅក្នុងវីដេអូនេះយើងនឹងរៀនតកតងទៅនឹងការគណនាផលគុណមកអញ្ចឹងកុំឲ្យខាតពេលយើងចាប់ដើមមើលលក្ខណៈខ្លះដែលតកតងទៅនឹងការគុណសញ្ញាមកអញ្ចឹងមើលទាំងអស់គ្នាមានន័យថាបើសិនជាយើងយកបូកគុណនៃបូកយើងទទួលបានបូកដកគុណនៃបូកយើងទទួលបានដកបូកគុណនឹងដកយើងទទួលបានដកហើយដកគុណនឹងដកយើងទទួលបានបូកអញ្ចឹងបងប្អូនត្រូវយល់តកតងទៅនឹងការគុណសញ្ញានេះឲ្យបានពីព្រោះថាបើយើងយល់នឹងហើយនៅពេលដែលយើងគណនាទៅគឺស្រួលមែនតើបងប្អូនចាក់បាននៅកន្លែងហ្នឹងបាទហើយលោកគ្រូចង់ឲ្យបងប្អូនសម្គាល់បន្តិចសម្គាល់កន្លែងណាមានន័យថាបើសិនជាយើងយកសញ្ញាពីរផ្ទុយគ្នាគុណបញ្ចូលគ្នាអញ្ចឹងវាសញ្ញានឹងតាមសញ្ញាដកហើយដោយសារសញ្ញាដកវាខ្លាំងជាងសញ្ញាបូកបាទមកអញ្ចឹងផ្អែកទៅតាមលក្ខណៈទាំងអស់នេះយើងចាប់ដើមគណនាលេខទាំងអស់គ្នាមកអញ្ចឹងយើងមើលដក20គុណឲ្យ3អញ្ចឹងទី1បងប្អូនមើលសញ្ញាសិនតើសញ្ញាវាយើងយកដកគុណបូកឬបូកគុណដកអញ្ចឹងចេញអីមកអញ្ចឹងយើងមើលដកគុណឲ្យបូកយើងទទួលបានអីគេដកគុណបូកយើងទទួលបានដកយើងបានដកបន្ទាប់មកយើងយកលេខគុណនឹង3 20គុណនឹង3យើងទទួលបានប៉ុន្មានយើងទទួលបាន60អញ្ចឹងមានន័យថាចម្លើយរបស់យើងគឺឃើញដក60មកបន្តមកទៀតយើងចាប់ដើមគណនាលំហាត់ខបាទខដូចគ្នាមានន័យថាបងប្អូនត្រូវគុណសញ្ញាសិនឥឡូវយើងមើលលក្ខណៈយើងទាំងអស់គ្នាដកគុណដកយើងបានបូកអញ្ចឹងនៅកន្លែងនេះគឺបូកប៉ុន្តែធម្មតាសញ្ញាបូកគឺគេអត់ដែរសរសេរទេបងប្អូនសរសេរតែលេខមកបានហើយបាទអញ្ចឹងយើងយកលេខគុណលេខ6គុណ6ឃើញ36គឺជាចម្លើយចុងក្រោយតមកទៀតលំហាត់ខយើងមានដក5គុណនឹង0នៅកន្លែងនេះបងប្អូនមិនចាំបាច់យកសញ្ញាគុណនេះដោយសារមួយចំនួនគុណ0គឺចេញ0ហ្មងវាអត់ចេញលេខទេបាទអញ្ចឹងកន្លែងនេះគឺ0លំហាត់កបងប្អូនត្រូវគុណដោយប្រុងប្រយ័ត្នដោយសារតែបើយើងគុណសញ្ញាខុសពីដើមគឺខុសទាំងអស់ហើយអញ្ចឹងគឺខុសទាំងអស់ហើយមកអញ្ចឹងយើងមើលទី1បងប្អូនយកដកគុណបូកយើងចេញដកអញ្ចឹងដាក់សញ្ញាដកមុនសិនសញ្ញាដក6គុណ3ឃើញ18គុណឲ្យដក4គុណឲ្យ2បន្តមកទៀតយើងយកសញ្ញាដកគុណដកយើងមើលដកគុណដកចេញបូកអញ្ចឹងលោកគ្រូដាក់ចូលមកឃើញប្រមាណ18គុណ4ណាឃើញប្រមាណ4គុណ8 32ដាក់លេខ2ត្រាទឹក3 4ម្ដង4 3 7 72គុណឲ្យ2អញ្ចឹងមានន័យថានៅសល់តែ2លេខទៀតយើងឃើញដល់ចម្លើយចុងក្រោយទៅអត់អញ្ចឹងមិនថាបងប្អូនទាំងអស់គ្នាត្រូវប្រយ័ត្នតកតងទៅនឹងសញ្ញារបស់វាយើងត្រូវគុណដោយប្រុងប្រយ័ត្នដោយផ្អែកទៅតាមលក្ខណៈរបស់យើងមកអញ្ចឹងកន្លែងនេះមានសញ្ញាអត់មានបូកចឹងថាបូកគុណបូកយើងទទួលបានបូកអញ្ចឹងយើងសរសេរបូកនៅកន្លែងនេះប៉ុន្តែធម្មតាសញ្ញាបូកគេអត់ដែរសរសេរទេអញ្ចឹងបាច់សរសេរទេមកយើងគ្រាន់តែយក72គុណ2មកឃើញមែនឃើញ144អញ្ចឹងចម្លើយចុងក្រោយរបស់យើងគឺ144បាទខ្ញុំសង្ឃឹមថាវីដេអូនេះពិតជាមានប្រយោជន៍សម្រាប់បងប្អូនអ្នកដែលអត់ទាន់យល់ច្បាស់តទៅនឹងការគុណសញ្ញាអញ្ចឹងបាទអញ្ចឹងបើសិនជាបងប្អូនពេញចិត្តនៅវីដេអូប្រភេទនេះបងប្អូនអាចជួយចុច Subscribe និង Share ម្នាក់មួយទៅដើម្បីលោកគ្រូព្យាយាមបង្កើតវីដេអូនឹងឲ្យបានច្រើនបាទអញ្ចឹងអរគុណច្រើនសូមជម្រាបលា